សួស្តីអ្នកទាំងអស់គ្នាតោះមកមើលសហគមន៍មួយកន្លែងដែលយើងអាចទៅមើលផ្សោតបានផងនិងអាចដាំកូនកង្កាំងបានដោយខ្លួនឯងថែមទៀតចង់ដឹងថាការដាំកូនកង្កាំងមានលក្ខណៈបែបណាខ្លះតោះមកមើលវីដេអូនេះទាំងអស់គ្នាឥឡូវយើងបានមកដល់សហគមន៍ព្រៃថ្នោតហើយមុននឹងជិះទូកទៅមើលផ្សោតខ្ញុំក៏បានចូលមកមើលពីប្រភេទសត្វផ្សោតផងដែរលេនេះខ្ញុំធ្វើដំណើរទៅជិះទូកដើម្បីមើលផ្សោតហើយតែនៅតាមផ្លូវឃើញអ៊ំគាត់ហោះឃុំបានច្រើនហើយធំទៀតអូភ្លេចប្រាប់អ្នកទាំងអស់គ្នាមិនត្រឹមតែហោះឃុំបានទេហោះក្តាមហោះបង្គាក៏បានដែរនៅពេលទឹកនាចទៅយើងអាចហោះឃុំបានពេលទឹកចូលមកវិញយើងអាចហោះបង្គាហោះក្តាមបានទៀតបើនិយាយពីទេសភាពវិញគឺស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាដោយសារតែទឹកនេះខ្លាំងអញ្ចឹងហើយធ្វើឲ្យខ្ញុំត្រូវតែដើររៀងឆ្ងាយដើម្បីទៅរកទូកឡើងជិះទៅមើលផ្សោតតែអ្នកទាំងអស់គ្នាគឺស្មោះសមុទ្រនឹងក៏ស្អាតដែរពេលខ្ញុំដើរទៅមានអារម្មណ៍ថាដូចយើងអត់ដែរឃើញដោយសារថ្ងៃនឹងខ្យល់ខ្លាំងអ្នកទាំងអស់គ្នាអើយស្ដាយបានឃើញផ្សោតតែតិចក្បាលតិចតែមិនអីទេឲ្យតែបានឃើញតិចអញ្ចឹងក៏អស់ចិត្តដែរឥឡូវយើងចេញពីកន្លែងទៅមើលផ្សោតសំដៅទៅកន្លែងដែលយើងដាំកូនកង្កាំងម្ដងអ្នកទាំងអស់គ្នាញ៉ាំបាយពេលព្រឹកបូករួមមួយទេសភាពបែបហ្នឹងញ៉ាំពេញមួយជីវិតក៏អត់ធន់ដែរនេះបើសិនអ្នកទាំងអស់គ្នាចង់ដាំកូនកង្កាំងដូចពួកខ្ញុំអ្នកទាំងអស់គ្នាអាចទិញពីសហគមន៍របស់គាត់បានដែរអត់តដាំកូនកង្កាំងផងជាប់ជើងបាត់ហើយហ្នឹងមិនទេយើងមកយកបាត់ពិសោធន៍ថ្មីចឹងអត់អីទេស៊ូពីឲ្យដើមដោយសារខ្ញុំដាំនៅក្នុងភក់អញ្ចឹងវាងាយស្រួលជាងការខ្ញុំដាំនៅក្នុងទឹកបើសិនខ្ញុំដាំក្នុងទឹកអាចនឹងយូរជាងពេលដែលខ្ញុំដាំនៅក្នុងភក់អញ្ចឹងហើយការដាំនៅក្នុងទឹកក៏ពិបាកជាងការដាំនៅក្នុងភក់អញ្ចឹងដែរហើយការដាំកូនកង្កាំងនេះវាមានអត្ថប្រយោជន៍ដល់ជីវៈចម្រុះជាច្រើនជាចម្រោកនិងលំនៅសម្រាប់ពេលជីវៈចម្រុះទាំងអស់នោះបងហើយក៏ជួយបន្សុទ្ធខ្យល់ផងដែរអញ្ចឹងកុំភ្លេចមកទទួលបទពិសោធន៍ថ្មីក្នុងការដាំកូនកង្កាំងទាំងអស់គ្នាណាមួយវិញទៀតបើសិនអ្នកទាំងអស់គ្នាចង់បានក្តាមបង្គាស្រស់ក៏អាចកំងទិញពីខាងពួកគាត់បានដែរបាយបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ